Bạnជំរាបសួរលោកគ្រូខ្ញុំឈ្មោះផនសុជាតិថ្នាក់ D លេខរៀនទី1ហើយសូមអធិស្ឋានដោយសារខ្ញុំផ្ញើវីដេអូទៅលោកគ្រូយឺតដោយសារតែមានបញ្ហាផ្នែកអ៊ីនធឺណិតអត់ដើរចឹងខ្ញុំអាប់ឡូតអត់ឡើងដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូនេះចេញហើយខ្ញុំនឹងធ្វើវីដេអូឡើងវិញហើយចុះផ្ញើលោកគ្រូដោយសារខ្ញុំផ្ញើអាប់ឡូត2ថ្ងៃមកជួបហើយតែអត់ដើរបាទចឹងសូមអធិស្ឋានអញ្ចឹងខ្ញុំធ្វើការសង្ខេបចូលចាំមេរៀននិយាយអំពី Embedded Formative Assessment នៅក្នុងវត្ថុបំណងនៅមេរៀន Embedded Assessment នេះមានវត្ថុបំណងទី1កំណត់អំពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់ទី2ពិពណ៌នាពីរបៀបសង្កេតកម្មកិរិយាសាស្ត្រការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកដែលត្រូវបានជ្រើសរើសប្រកបដោយដែលត្រូវបានប្រើប្រាស់ប្រកបដោយដើម្បីបកស្រាយពីការចូលរួមនៃការយល់ដឹងរបស់សិស្សសំណួរដែលទាញយកចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ដឹងផ្ដល់ព័ត៌មានត្រឡប់ផ្សេងដល់សិស្សអំឡុងពេលសិក្សានិងញែកភាពខុសគ្នារវាងការផ្ដល់នីតិត្រឡប់ប្រកបដោយប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពមាតិកានិយាយពីទី1និយាយពីសេចក្តីដើមទី2និយាយអំពីវដ្តនៃការវិតម្លៃតាមដំណាក់ទី3និយាយអំពីការសង្កេតនិងផ្លូវការទី4និយាយអំពីសំណួរផ្ទាល់មាត់ទី5និយាយអំពីការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពទី1សេចក្តីផ្ដើមវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវិតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពនៅពេលដែលការវិតម្លៃតាមដំណាក់ទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវមានភស្តុតាងដ៏ល្អដែលថាវានឹងមានអត្ថប្រយោជន៍ជាវិជ្ជមាននៃការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីបានពិចារណាដោយសង្ខេបពីរបៀបផ្សេងៗនៃការវិតម្លៃតាមដំណាក់និងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើប្រភេទដែលប្រសិទ្ធភាពបំផុតអ្វីជាការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សទី2និយាយអំពីវដ្តនៃការវិតម្លៃតាមដំណាក់ការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់ព័ត៌មានត្រឡប់ដល់សិស្សនិងកែលម្អនិងកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់នូវសុវត្ថិភាពចឹងដើម្បីវាតម្លៃការសិក្សាបានយើងត្រូវមានការប្រមូលភស្តុតាងនៃការសិក្សាតាមរយៈការអង្កេតមិនផ្លូវការសួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធនិងស្វែងតម្លៃនិងស្វែងវិតម្លៃសិក្សារបស់សិស្សទី2វិតម្លៃដែលមានភស្តុតាងការបកស្រាយពីការវិតម្លៃមិនមានភាពលំអៀងទី3ផ្ដល់មតិត្រឡប់ដល់សិស្សតាមរយៈការផ្ដល់មតិភ្លាមៗឬក៏បញ្ជាភ្លាមបន្តិចហើយនឹងច្បាស់លាស់ទី4និយាយអំពីការកែលម្អការបង្រៀនជាជំហានបន្ទាប់និងជាសកម្មភាពដែលអាចជួយការ
រៀនរបស់សិស្សទាន់ពេលការវាយតម្លៃតាមដំណាក់មានពីរទី1ការវាយតម្លៃក្នុងម៉ោងសិក្សានិងទី2ការវាយតម្លៃតាមដំណាក់ដែលផ្អែកលើការវាយតម្លៃបញ្ចប់ការវាយតម្លៃក្នុងម៉ោងសិក្សាគឺអាចវាយតម្លៃភ្លាមៗហើយនឹងមានពន្លឺហើយការវាយតម្លៃក្នុងម៉ោងសិក្សានេះគឺអាចជួយសិស្សទាន់ពេលវេលាចំណែកការវាយតម្លៃតាមដំណាក់ដែលផ្អែកលើការវាយតម្លៃបញ្ចប់គឺយើងធ្វើនៅក្នុងថ្នាក់ហើយជាទូទៅហើយមានលក្ខណៈខ្នាតធំការវាយតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងការវាយតម្លៃក្នុងម៉ោងសិក្សាចែកជាពីរគឺការវាយតម្លៃភ្លាមៗនិងការគ្រោងទុកការវាយតម្លៃក្នុងម៉ោងសិក្សាកើតឡើងព្រមគ្នានៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាហើយប្រើសំណួរសួរក្នុងថ្នាក់ឬការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសិស្សបង្កើតជាពេលវេលាដែលអាចបង្រៀនអង្កេតទី3សង្កេតហេតុអ្វីចាំបាច់សង្កេតសិស្សពេលមករៀនទី1មើលពីធម្មជាតិនៃការចូលរួមរបស់សិស្សទី2មើលពីបំណងនៃអន្តរពលរបស់សិស្សក្នុងការងារក្រុមទី3មើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរទី4មើលពីបំណិននៃការប្រើប្រាស់ភាសាឯកសារដែលសិស្សប្រើប្រាស់ក្នុងការបញ្ចេញមតិទី4សំណួរផ្ទាល់មាត់តើគ្រូត្រូវធ្វើដូចម្តេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពទី1សំណួរឲ្យច្បាស់ចំងាយយល់ក្នុងការឆ្លើយទី2សួរសំណួរដែលបានផ្គូផ្គងជាមួយនឹងលទ្ធផលសិក្សារបស់ទុកទី3សួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានទី4ផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយទី5ផ្ដល់ចម្លើយសមរម្យមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្សទី6ជៀសវាងសំណួរត្រូវបាត់ទី7ប្រើសំណួរដេញបន្តពីចំណុចសិស្សទី8ជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយទី9សួរសំណួរតាមលំដាប់លំដោយសមរម្យទី5និយាយអំពីការផ្ដល់មតិកែលម្អប្រកបដោយសន្តិភាពវិធីដែលគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវេតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបនឹងសិស្សបន្ទាប់ពីពួកគេបង្ហាញពីចំណេះដឹងហេតុផលជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយរបស់គ្រូត្រូវបានគេហៅថាមតិកែលម្អឬការផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្ទាប់ពីការវាយតម្លៃអំពីសមិទ្ធផលរបស់ពួកគេបាទដូច្នេះសង្ខេបវិជ្ជាបញ្ចាំងមេរៀនខ្ញុំសូមទីចុង